Ba số đây thì ngày nay thì khi mình làm phát triển một mũi để tạo nên riêng một xin đây là mới phát triển một cái mất ba mà xin cũng đào mũi mình chun cũng đào và cũng đào mình chun cũng đào từ bây giờ cả cái nào vì mình chun cũng đào từ bây giờ cả đó thì ấy coi sẽ này đấy cái nào coi sẽ mà nó bay phía buồn này tham một bữa cũng đào đẹp đỏ đòi prop một cái đại chẳng cứ này coi ấy coi ha ឥឡូវយើងមើលសំណួរកគឺសួរថាកណនីទិន្នផលកម្ដៅរបស់ម៉ាស៊ីនអញ្ចឹងគឺទិន្នផលកម្ដៅគឺ EC ទៅណាបើកម្ដៅបញ្ជូនទៅបរិយាកាស3000 Joule តើម៉ាស៊ីនត្រូវការស្រូបកម្ដៅពីប្រភពក្ដៅប៉ុន្មានអញ្ចឹងអង្គុយហាស់កណនីកំមន់ដែលបំពេញដោយម៉ាស៊ីនអញ្ចឹងកំមន់ដែលបំពេញដោយម៉ាស៊ីនណាគឺកំមន់មេកានិកឬក៏យើងតាំងដោយ W ធម្មតាក៏បានដែរតើណា ចឹងគឺជាកំមន់មេកានិកម៉ាស៊ីនបំពេញកំមន់គឺកំមន់មេកានិក WM បើសីតុណ្ហភាពធុងក្តៅមាន400 Kelvin ចឹងសីតុណ្ហភាពនៅធុងត្រជាក់នឹងបានដែរចឹងសួរថា TC ស្មើប៉ុន្មានចឹងថៃសីតុណ្ហភាពនៅ TH គឺ400 Kelvin តើណាឥឡូវយើងទៅចូលធ្វើការដំណោះស្រាយទាំងគ្នាទី1គឺយើងមានទិន្នផលកម្ដៅរបស់យើងគឺតាំងដោយ LC មែនទេព្រោះមុនយើងគឺ LC ស្មើនឹង1ដកគុយ C លើគុយ5ឬក៏ LC នេះស្មើនឹងគុយ A ដកគុយ C ដកចែកនឹងគុយអីគុយ5ក៏បានដែរតើនេះឥឡូវយើងមើលបំរាប់គុយ C ស្មើនឹង3/4នៃគុយ A បានន័យថាបញ្ចេញកម្ដៅទៅបរិយាកាសស្មើនឹង3/4នៃគុយ5ចឹងយើងឃើញកន្លែងនេះគឺយើងសម្រួលយើងពេលដែលយើងបាននេះយើងសម្រួលនឹងគុយហាស់ដូចគ្នាចឹងនៅសល់តែ1ដកនឹង3/4ចឹងវាបាន 0.25 កាលណា 0.25 ត្រូវគិតជាអីទិន្នផលទៅគិតជាភាគរយយើងគុណនឹង100%ទៅទទួលបាន25%តើណាយើងមើលនៅសំណួរខគេសួររកថាមពលកម្ដៅស្រូបពីប្រភពក្ដៅគឺគុយហាស់អូខេគុយហាស់ ឥឡូវយើងប្រើតាមទិន្នផលទៅ LC 1ដកគុយ C លើគុយ5ប៉ុន្តែគេចង់បានគុយ5ពេលដែលយើងទាញមកយើងទទួលបានអីយ៉ាអត់ចេះទាញកន្លែងនេះយើងមើលរបៀបទាញទាំងអស់គ្នាមិនយ៉ាងឆ្លងឥឡូវយើងពុះជា2ចេះមកយើងមាន LC មែនទេ LC 1ដកគុយ C លើគុយ5អញ្ចឹងយើងសាក់មូលសនុបបោះមួយអង្គខាងនេះមកវាបានទូដាក់ថាគុយ C លើគុយ5ស្មើចឹង LC បោះមកនេះបានដកវិញប៉ុណ្ណេះចឹងពេលដែលយើងទាញឲ្យគុយ5ចឹងយើងបដូរមកយើងបានទៅជាអីគុយ C នៅដដែលយើងចែកនឹង1ដក LC ឃើញទេឃើញដូរចឹងមែនអត់អញ្ចឹងបានយើងចំនួនមកយើងមានគុយ C គឺ3000 Joule LC គឺ 0.25 យើងយកមក1ដកនឹង 0.25 យើងបានប្រហែលយើងបានមកយើងចែកយើងបានយក3000ចែកនឹង1ដកនឹង 0.25 មកគឺឃើញ4000 Joule ចឹងថាមកពលកម្ដៅដែលស្រូបពីប្រភពក្ដៅគឺគុយ5ចឹងជាងភាពជាងគុយសេយើងតូចជាងគុយអីគេតូចជាងគុយ5អញ្ចឹងយើងឃើញគុយ5ហើយចុះកើសួរអីកើកំមន់ដែលបំពេញដោយម៉ាស៊ីនអញ្ចឹងយើងហៅកំមន់ដែលបំពេញដោយម៉ាស៊ីនគឺ WM ក៏បាន W យើងតាមឲ្យ W មកគុយ5តាមតុល្យការថាមពលយើងគុយ5ស្មើនឹង W បូកគុយសេអញ្ចឹងយើងទាញកំមន់មកយកគុយ5ដកគុយសេយើងទៅមើលឃើញមិនឃើញ 1000 Joule ឃើញឃើញ 1000 Joule សីតុណ្ហភាពនៅធុងត្រជាក់គឺតេអីសេតេខូលចឹងតាមទិន្នផលមកតាមទិន្នផលរបស់យើងមកចឹងគឺយើងទទួលបានណាតេសេមកសេ1ដកតេសេលើតេ5ចឹងមកទាញតេសេបានយើងបោះមកយើងទាញមកបានដូចគ្នាមិនចាសេស្មើនឹង1ដកតេសេលើតេ5មែនអត់ឥឡូវយើងបោះមកអង្គខាងនេះសិនមកយើងបានតេសេលើតេ5ស្មើ1ដកសេឥឡូវយើងមើលនេះផងចែករបស់ទៅអង្គមកខាងទៅនាំឲ្យតេសេស្មើប៉ុណ្ណឹងមែនអត់អញ្ចឹង1ដកសេគុណនឹងគុណនឹងតេអីតេ5ឃើញយើងគុណនឹងតេ5ដូចចឹងដែរ
Chẳng còn nó đỏ mà mùi đỏ sân á nhưng cứ tu tốt sẽ nhà nó còn đi sân này mùi đỏ son chơi mà phải bạn sân ta nhưng giờ một con nó buồn rồi chẳng gì khởi bay rồi kilo men kilo tên á bay rồi nó cứ bay rồi Calvin sorry bay rồi Calvin cứ Calvin à so thom tapi kilo à so ấy bên kilo so tội còn này so tội bạn đi hello cứ giờ bạn thua ca cũng này ở hái mình cho lại nè chứ giờ ai cũng mình là con còn thuộc riêng vì dịch này bạn mấy tụi bạn còn bộ là mấy tụi bạn làm hát ru chia mấy tiết cứ cho subscribe làm mấy cuốn mình còn lăng chất ná mà chất khá chạy lại chấm nét đang mấy tiết còn